បងនឹងអាចតាក់ទងមួយនឹងវត្តដោយរបស់គាត់តែព្រោះជួនកាលគាត់ទៅតាមវត្តដោយគាត់ទៅតាមមាននេះពេលខ្លះម្លងដល់ពេលគាត់អស់កន្លែងហ្នឹងគាត់ពេលដែលគាត់មករដូវអស់ហើយគាត់បានញ៉ាំអីជំនួយទៅវិញបងនិយាយទៅវាសើមានកតាពាក់ព័ន្ធតែអ្វីដែរយើងបានប្រមូលព័ត៌មានពីគាត់អ្វីដែលបងចាប់មុនគេគឺតើតើជាមួយការគេងហ្នឹងហើយពីព្រោះបងគិតថាមនុស្សយើងក៏សិនជាគេងមិនបានគ្រប់7 8ម៉ោងទេគឺលហិតលហៃអស់កម្លាំងហើយចង់ធ្វើអីក៏យកមានការផ្ដោតអារម្មណ៍ដែរដល់ពេលអញ្ចឹងវាដូចវល់ដូចបងនិយាយថាដូចខ្មោចអញ្ចឹងណាឥឡូវយើងសាកទៅមើលខ្លួនឯងទៅព្រោះនេះសិនតែយើងអាចអនុវត្តបានតាយើងសាកយើងនៅយប់រហូតដល់ម៉ោង1ម៉ោង2ហើយយើងដេកបាន3ម៉ោងសាកងើបឡើងមើលឈឺក្បាលមុនគេហើយធ្ងន់ក្បាលហ្មងហើយពេលខ្លះទៀតនិយាយថាញ៉ាំថ្នាំឈឺក្បាលហើយក៏អត់បាត់ដែរដោយសារយើងគេងអត់គ្រប់អញ្ចឹងបងគិតថាបញ្ហាហ្នឹងយើងគិតមើលគាត់មិនមែនគេងអត់គ្រប់ហ្នឹងមួយថ្ងៃណាគាត់ត្រឡប់អាហ្នឹងវាយូរមកហើយអញ្ចឹងដើម្បីឲ្យទៅជាធម្មតាវិញក៏គាត់បដូរទម្លាប់ឲ្យគាត់គេងឲ្យបានច្រើនជាងមុនសិនអញ្ចឹងអាចជំហានដំបូងដែលបងឲ្យធ្វើហ្នឹងបងប្រាប់គាត់ថាត្រូវបដូរទម្លាប់បើសិនជាអត់បដូរទម្លាប់ទេថ្ងៃក្រោយអាចធ្ងន់ជាងនឹងទៀតព្រោះការពិតអញ្ចឹងមែនវាទៅជាសតិអារម្មណ៍ចុះឥឡូវបើគាត់ពងភ័យថាគាត់ខំប្រឹងរៀនឡើងច្រើនហើយរៀនហើយអត់ចាំទៅជាចង់បានតែវីតាមីនជំនួយការចងចាំវីតាមីនជំនួយការចងចាំវាល្អហើយប៉ុន្តែគ្រាន់ថាយើងត្រូវមើលទម្លាប់នៃការរស់នៅរបស់យើងវារឿងចាំបាច់មែនតើហ្មងណាតែបើនិយាយថាពួកយើងត្រូវតែមានវិន័យហើយមានរបៀបហើយត្រូវតែទម្លាប់ហ្នឹងត្រូវតែដូរវាចោលហ្មងមុនដំបូងខ្ញុំគិតថាគាត់លេងទូរស័ព្ទច្រើនហើយគាត់ថាគាត់លេងទៀតដល់ពេលគាត់លេងយ៉ាងទៀតបងចេះឆ្ងល់ថាវាមិនគួរណាថាមិនលេងទូរស័ព្ទច្រើនពេលយើងលេងច្រើនទេមែនទេអញ្ចឹងបងគិតទៅនឹងរឿងហ្នឹងជាងគេដល់ទៅពេលគាត់ឆ្លើយតែគាត់អត់បានលេងទូរស័ព្ទទេគាត់ជួយការងារផ្ទះជួយអីអញ្ចឹងយើងត្រូវសួរជីឬជីគោលទៅលើទាំងអស់ហ្នឹងអញ្ចឹងណាហើយទៀតទៅជាមួយនឹងសាដានិយាយរឿងរដូវរបស់គាត់មកអត់ទៀងទាត់ហ្នឹងអាហ្នឹងក៏ជាចំណុចមួយដែរតែបើសិនជាគាត់គេងអត់គ្រប់គ្រាន់អីអត់គ្រប់គ្រាន់អញ្ចឹងហើយអារដូវអត់ទៀងទាត់វាមកតាមក្រោយទៀតតែ9 10ឆ្នាំខ្ញុំគិតថាមិនទាន់ដល់មករដូវវាអាចទៅតាមមនុស្សអ្នកខ្លះគាត់មានត្រឹមអាយុ10ជាងអីចឹងក៏មានដែរអញ្ចឹងយើងអត់បានសួរមិនហ៊ាននិយាយដែរតែគ្រាន់ថាបងចាប់បានជាងគេគឺតើទៅជាមួយការគេងរបស់គាត់គេងអត់គ្រប់គ្រាន់ហើយជាមួយនឹងការខ្វះតំណែងជាមួយនឹងមនុស្សជុំវិញខ្លួនគាត់មើលមានមនុស្សមិត្តភក្តិតែម្នាក់ហើយគាត់រៀនដល់ប្រហែលឆ្នាំទី10ឆ្នាំហើយរៀនដល់ថ្នាក់ទី10អញ្ចឹងគាត់មានមិត្តភក្តិតែម្នាក់ត្រង់ចំណុចនេះក៏វាប៉ះពាល់ដែរប៉ះពាល់ត្រង់អីធម្មតាកាលណាយើងមានមិត្តភក្តិតិចពេកគេយើងជួយគេបានគេជួយយើងអត់បានតែបើយើងមានគ្នាយើងច្រើនតិចទៅហើយណាស់ក្នុងចំណោមមិត្តភក្តិដូចថាឥឡូវបងមាន4 5នាក់អញ្ចឹងម្នាក់នេះគាត់ដឹងថាយើងឲ្យយោបល់ទៅគាត់បានឥឡូវបងថារតនាចុះបងចេះឲ្យយោបល់អីទៅរតនាបានតែពេលខ្លះបងក៏មានបញ្ហារបស់បងក៏មានរឿងធុញថប់របស់បងត្រូវការមនុស្សម្នាក់ដែរស្ដាប់យើងដែរតែរតនាស្ដាប់បងអត់បានទេព្រោះគាត់អត់មានអីគាត់និយាយថាគាត់មិនដឹងដល់ផ្ដល់យោបល់អីឲ្យទៅយើងយល់ទេអញ្ចឹងមានមិត្តភក្តិមកផ្សេងទៀតគាត់ជាមនុស្សដែលសប្បាយវាថាអញ្ចឹងណាហើយសប្បាយហ្នឹងមិនមែននាំយើងទៅភ្លើនទេសប្បាយហ្នឹងបានន័យថាពេលនៅមួយគាត់គឺយើងមានអារម្មណ៍ថាអត់មានរឿងអីទាំងអស់អញ្ចឹងណាដូចថារឿងនៅលើโลกហ្នឹងប្រហែលអីដូចថាពេលខ្លះយើងពិបាកចិត្តចង់ងាប់អីក៏វាធ្វើយើងសើចសប្បាយបានដែរឃើញទេហ្នឹងយើងរើមិត្តភក្តិប្រភេទហ្នឹងបងចង់ឲ្យពួកយើងធ្វើបែបហ្នឹងអ្នកបកកែអ្នកអីធម្មតាគេអ្នកបកកែគេរៀនគេប្រឹងតែរៀននេះពេលអញ្ចឹងគេគ្មានពេលមកនិយាយហៅយើងអីទេការច្រើនបងក៏បងមិនសូវបដោតឬក៏ថាគេទៅលើអ្នកបកកែដែរតែគ្រាន់ថាអ្វីដែលបងគិតជាងគេគឺមកពីបងខ្លួនឯងចូលចិត្តសប្បាយមកជួយចិត្តនៅមួយមនុស្សកើតទុកឯងអញ្ចឹងមិត្តភក្តិរបស់បងគាត់ដូចគ្នាអញ្ចឹងពេលដែលយើងមានរឿងអីអញ្ចឹងទៅយើងចេះតែចែកម្លែកគ្នាម្នាក់តិចទៅវាធ្វើឲ្យមិត្តភក្តិរបស់យើងក៏សប្បាយនឹងអស់គ្នាដែរអញ្ចឹងបញ្ហារបស់គាត់ហ្នឹងបងឃើញរឿងធ្ងន់ដែរបើសិនជាគាត់នៅតែបន្តអញ្ចឹងទៅវាអាចទៅជាជំងឺជឿអត់ហ្នឹងហើយបើសិនជាបន្តមកថាជំងឺហ្មងហើយជំងឺហ្នឹងពេលដែលមានជំងឺមិនពិបាកណាស់មិនពិបាកអ្នកផ្ទះហើយយើងថាយើងជួយអ្នកផ្ទះហើយជួយអ្នកផ្ទះមិនបើយើងឈឺអីអ្នកផ្ទះគាត់ត្រូវមើលគាត់មានតែទុកយើងចោលណាអញ្ចឹងមិនន័យថាជំហានដំបូងគេគាត់ត្រូវបដូរទម្លាប់ហ្នឹងមុនគេសិនបងប្រាប់គាត់ថាអូនឯងបដូរទម្លាប់ហ្នឹងសិនទៅបដូរទម្លាប់ហ្នឹងឲ្យបានសិនមួយអាទិត្យហើយនឹងកន្លះខែក្រោយអូនឯងនឹងឃើញប្លែកទេហើយអត់ឲ្យប្រើវីតាមីននៅចង់ប្រើទៀតគេថាគាត់នៅចង់យកអូខេចង់យកយើងអត់ហាមទេប៉ុន្តែត្រូវតែបដូរ lifestyle របស់គាត់បដូរទម្លាប់របស់គាត់ជាមិនទាន់ហ្មងអញ្ចឹងយល់ទេណាបងសង្ឃឹមថាពួកយើងនឹងព្យាយាមសួរនាំឲ្យយល់អញ្ចឹងថ្ងៃហ្នឹងហោចណាស់ក៏មិនបានតនេដែរណាបានអាការងារនេះមួយដែរណាអញ្ចឹងណាសួរព័ត៌មានសំខាន់ណាស់ណាព្យាយាមរកព័ត៌មានឲ្យបានច្រើនហើយយើងអាចបដូរយោបល់ឲ្យគេបានទៅបានតើតែយើងពេលខ្លះយើងធ្លាប់ឆ្លងកាត់ផងដូចបងអាចថាបងឆ្លងកាត់រឿងអស់នឹងច្រើនតែពួកយើងឃើញ loster មិនដឹងទេតែព្យាយាមរៀនព្រោះចំណេះដឹងត្រូវការវឹកហាត់មិនមែនថាយើងរៀនរយៈពេលខ្លីហើយយើងចង់មកដូចបងកើតទេពួកបងវាឆ្លងកាត់ជក់ចេញហើយអញ្ចឹងអ្វីដែលបងចង់បរិញ្ញាយើងថ្ងៃនេះគឺគ្រាន់តែថាព្យាយាមប្រមូលព័ត៌មានពីអតិថិជនដែលគាត់កំពុងមានបញ្ហាហ្នឹងតាមដែលអាចធ្វើទៅបានយើងធ្វើការផ្ដល់នៅដំបូន្មានមួយឬក៏ឲ្យ advice មួយសមស្របទៅជាមួយស្ថានភាពរបស់គាត់អូខេអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងឯងសាដាដល់ម៉ោងបងអរគុណច្រើនតែដោយសារតែបងអត់ចេះកាច់ចេះអញ្ចឹងអត់ហ៊ានបវល់ឲ្យមើលទេខ្លាចខ្វក់មើលអ្នកបងដែលគាត់ចង់សម្រក់ក្បាលពោះអីដោយប្រើកងបវល់នេះអាចអញ្ជើញមកតេស្តមកមើលផ្ទាល់នៅទីតាំងបាន